ឥឡូវយើងជិះតាមមាត់ស្ទឹងទៀតហើយខ្ញុំឆ្ងល់ហេតុអីបានស្ទឹងសៀមរាបអត់ថ្លាចឹងវាបែបស្លែបែបកម្ៅហ្មងមានអ្នកដឹងអត់ជួយខមមិនប្រាប់ផងដល់ពេលអញ្ចឹងវាបាត់បង់សម្រស់បាត់ទឹកថ្លាទៅមើលទៅលក្ខណៈថាវាគួរឲ្យតាក់ទាញឥឡូវយើងទៅរកទិញនំប៉័ងតិចនំប៉័ងឆ្កាញ់ម្ដែម2005ម្ដែមប៉ុន្មានទេភ្លេចបាត់អត់ដឹងថាគាត់លក់ឬអត់ទេទៅមើលសិនគួរទិញឬអត់ទេគាត់លក់អត់ទេចាំមើលសិនកង្កៅស្អាតនេះអត់ដឹងគេហៅវត្តអីគេទេនេះព្រមស្អាត